អាការៈស្ពឹកជើងឈឺប្រអប់ជើងឈឺចាប់ខ្លាំងនៅប្រអប់ជើងដូចជាគេយកកំបិតមុតស្រួចមកចាក់មានអារម្មណ៍ថាស្រមោចឬសត្វចង្អាវាតោងលើប្រអប់ជើងប្រសិនបើបងប្អូនមានអាការៈមួយក្នុងចំណោមអាការៈទាំងអស់ដែលខ្ញុំបានរៀបរាប់បងប្អូនប្រញាប់រុះរាន់មកមន្ទីរពេទ្យដើម្បីធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់រោគសញ្ញាទាំងនេះគឺជាហានិភ័យដ៏អាក្រក់មួយរបស់អ្នកជំងឺទឹកនោមផ្អែមសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រសិនបើមានអាការៈទាំងអស់នេះបងប្អូនត្រូវតែប្រយ័ត្នព្រោះវាជាសញ្ញាបញ្ជាក់ថាបងប្អូននឹងមានជំងឺដំបៅប្រអប់ជើងខូចប្រអប់ជើងជំងឺដំបៅប្រអប់ជើងនៃអ្នកជំងឺទឹកនោមផ្អែមគឺមាន 50% នៃកត្តាហានិភ័យទាំងអស់បាទមានន័យថាដំបៅជើងនេះគឺជាញឹកញាប់គឺកើតច្រើនមែនទែនច្រើនជាងកត្តាហានិភ័យផ្សេងៗដំបៅនេះមានការរលួយលឿនបាទស្អុយខ្លាំងឈឺចាប់កាន់តែខ្លាំងដែលធ្វើឲ្យបងប្អូនពិបាកទ្រាំនឹងការឈឺចាប់នេះផ្ទុយទៅវិញអ្នកខ្លះហើមប្រអប់ជើងធំដំបៅរីកកាន់តែធំប៉ុន្តែគ្មានការឈឺចាប់បងប្អូនមានអារម្មណ៍ថាស្ពឹកអត់ឈឺចាប់ភ្លេចខ្លួនដំបៅរលួយកាន់តែខ្លាំងចុងក្រោយគឺប្រឈមមុខនឹងការកាត់ជើងចោលជំងឺដំបៅជើងរបស់អ្នកជំងឺទឹកនោមផ្អែមគឺមានមូលហេតុ2យ៉ាងសំខាន់ដូចជាជំងឺស្ទះសរសៃឈាមជើងជំងឺខូចសរសៃប្រសាទជើងជំងឺដំបៅប្រអប់ជើងនេះភាគច្រើនគឺវាកើតឡើងទាំងពីរតែម្ដងទាំងជំងឺស្ទះសរសៃឈាមប្រអប់ជើងទាំងជំងឺខូចសរសៃប្រសាទជើងបងប្អូនអាចចូលមើលនៅក្នុងរូបភាពដែលខ្ញុំដាក់នៅក្នុងវីដេអូនេះដំបៅដែលបណ្ដាលមកពីការស្ទះសរសៃឈាមជើងគឺមានន័យថាបងប្អូនអាចមើលនៅក្នុងរូបភាពបាទមានកំណកខ្លាញ់បាទរាំងស្ទះនៅសរសៃឈាមដែលពុំអាចឲ្យឈាមរត់មកចិញ្ចឹមនៅផ្នែកខាងចុងនៃប្រអប់ជើងបានដែលធ្វើឲ្យវាចាប់ផ្ដើមមានដំបៅរលួយហើយជំងឺខូចសរសៃប្រសាទប្រអប់ជើងវិញគឺដោយសារបងប្អូនមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃយូរឆ្នាំដែលបងប្អូនគ្រប់គ្រងជាតិស្ករមិនបានដែលធ្វើឲ្យប្រព័ន្ធសរសៃប្រសាទទាំងនោះខូចចំណុចដែលបងប្អូនគួរតែចាំបងប្អូនគួរតែប្រយ័ត្ននោះគឺជំងឺស្ទះសរសៃឈាមជើងធ្វើឲ្យមានដំបៅបាទការស្ទះសរសៃឈាមជើងបងប្អូនត្រូវគិតថាវាមិនប្រកាសតែស្ទះនៅក្នុងប្រអប់ជើងនោះទេវាក៏អាចទៅស្ទះនៅកន្លែងផ្សេងដែរប៉ុន្តែគ្រាន់តែមុននឹងក្រោយការស្ទះសរសៃឈាមប្រអប់ជើងគឺបញ្ជាក់ថាបងប្អូនអាចនឹងស្ទះនៅកន្លែងសំខាន់ដូចជាស្ទះនៅត្រង់ខួរក្បាលស្ទះនៅបេះដូងស្ទះនៅតម្រងនោមប្រសិនបើបងប្អូនស្ទះនៅសរីរៈ3សំខាន់នេះបាទបងប្អូនអាចបាត់បង់ជីវិតតែម្ដងដូចជាស្ទះនៅបេះដូងបងប្អូនអាចខូចបេះដូងអាចគាំងបេះដូងបើស្ទះនៅត្រង់ខួរក្បាលបងប្អូនអាចពិការមួយកំណាត់ខ្លួនបងប្អូនអាចស្លាប់តែម្ដងសម្រាប់ដំណោះស្រាយបញ្ហាទាំងអស់នេះគឺខ្ញុំរៀបរាប់ជូនបងប្អូននៅពេលបន្ទាប់បាទទាំងនេះគឺជាដំណោះស្រាយសម្រាប់បងប្អូនយើងតាមដាននឹងថែប្រអប់ជើងយើងនៅផ្ទះអញ្ចឹងបងប្អូនត្រូវតែធ្វើការពិនិត្យប្រអប់ជើងរបស់បងប្អូនប្រអប់ជើងម្រាមជើងរួមទាំងនៅចន្លោះម្រាមជើងបងប្អូនត្រូវប្រកាសថាជើងរបស់បងប្អូនអត់មានឡើងកម្ដៅប្លែកអត់មានក្តៅប្លែកខុសពីធម្មតានោះទេឬក៏អត់មានពងបែកឬក៏អត់មានស្នាមដាច់រលាត់ឬក៏អត់មានដំបៅកើតឡើងជៀសវាងបងប្អូនកម្ដៅជើងទៅទេវាអាចបង្កឲ្យមានការបុកប៉ះដែលយើងមិនដឹងអាចបង្កឲ្យមានដំបៅបាទយើងកុំពាក់ស្បែកជើងតឹងពេកកុំពាក់ស្បែកជើងរឹងពេកបាទដែលជាហេតុបង្កឲ្យមានដំបៅដូចគ្នាបាទពិនិត្យមើលខាងផ្ទៃខាងក្នុងស្បែកជើងថាតើមានស្អីនៅក្នុងអត់បើសិនជាមានបងប្អូនអាចយកវាចេញព្រោះទាំងអស់នឹងហើយវាអាចបង្កឲ្យមានដំបៅជើងពាក់ស្រោមជើងគឺពាក់ដែលគ្មានធ្នេរដែលគ្មានស្នាមរឆេករឆោចដែលអាចបង្កឲ្យមានរបួសបានលាងជើងបងប្អូនរាល់ថ្ងៃនៅទឹកដែលមានសីតុណ្ហភាពទាបជាង37អង្សាសេហើយបងប្អូនជូតវាឲ្យស្ងួតដោយការប្រុងប្រយ័ត្នជាពិសេសនៅចន្លោះម្រាមជើងបាទកុំប្រើឧបករណ៍កម្ដៅឬក៏ដបទឹកកម្ដៅឬស្អំនៅពេលដែលបងប្អូនមានអាការៈថាស្ពឹកជើងខ្លាំងអញ្ចឹងបងប្អូនអាចស្អំវាបានទេព្រោះនៅពេលនោះយើងមិនកំណត់ថាជើងរបស់បងប្អូនមានការស្ទះឬក៏ការខូចសរសៃប្រសាទនោះទេប្រសិនបើខូចសរសៃប្រសាទបងប្អូនមិនដឹងក្តៅមិនដឹងត្រជាក់ទេបងប្អូនចេះតែដាក់ទៅវាអាចរលួយឬក៏រលាកដោយសារកម្ដៅនោះបានកុំប្រើសារធាតុគីមីលាបលើនឹងកុំប្រើបង់ស្អិតបិទនៅពេលដែលបងប្អូន
បាទមានដំបៅបាទភាគច្រើនគឺមានដំបៅទុយៗបងប្អូនចាប់យកអាប្រដាប់បិទដំបៅហ្នឹងយកមកបិទបាទអញ្ចឹងវាអាចឲ្យបង្កឲ្យមានបញ្ហាដំបៅជើងកាន់តែធ្ងន់បាទបងប្អូនប្រើក្រែមដើម្បីលាបផ្សើមលើស្បែកដែលស្ងួតបាទដូចជាប្រេងលាបបន្ទន់ស្បែកដូចជាវ៉ាសេលីនជាដើមបាទហើយកុំលាបនៅចន្លោះម្រាមបាទដែលធ្វើឲ្យវាមានផ្សិតមានអីចឹងហើយបងប្អូនត្រូវពិនិត្យនឹងកញ្ចក់បងប្អូនបាទត្រូវកាត់ចេញឲ្យបានល្អបាទត្រូវបាទមកជួបគ្រូពេទ្យជំនាញខាងប្រអប់ជើងដើម្បីពិភាក្សាយ៉ាងហោចណាស់ក៏3ទៅ6ខែម្ដងដែរដំណោះស្រាយមួយទៀតសម្រាប់បងប្អូនដែលមានជំងឺដំបៅជើងហើយបាទបងប្អូនរស់រាន់មែនទែនដើម្បីមកជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យវាស់ស្ទង់ថាការកើតនេះគឺដោយសារអ្វីព្រោះអ្នកជំនាញខាងព្យាបាលជើងបាទគាត់មានជំហាននៃការថែទាំមានជំហាននៃការព្យាបាលបានត្រឹមត្រូវបាទពីមួយស្ទឹបទៅមួយស្ទឹបដើម្បីធ្វើយ៉ាងណាឲ្យដំបៅបងប្អូនជាសះស្បើយមិនវិវត្តទៅរកភាពធ្ងន់ធ្ងរភាគច្រើននៃអាការៈជើងនេះក៏ដូចជាជំងឺនៃប្រអប់ជើងនេះវាជាសះស្បើយបានយ៉ាងឆាប់រហ័សប្រសិនបើបងប្អូនទទួលការព្យាបាលពីអ្នកជំនាញខាងជើងបានត្រឹមត្រូវហើយបងប្អូនគួរតែចងចាំនៅរោគសញ្ញាមួយចំនួនដែលខ្ញុំបានរៀបរាប់នៅខាងដើមវីដេអូបាទនេះគឺជាសញ្ញាចម្បងបំផុតដែលបញ្ជាក់ថាបងប្អូននឹងមានការបង្កធ្វើឲ្យខូចប្រអប់ជើងសារជាថ្មីម្ដងទៀតជាចុងក្រោយនៃវីដេអូនេះប្រសិនបើបងប្អូនគិតថាវីដេអូនេះមានផលប្រយោជន៍បងប្អូនជួយ like ក៏ដូចជាជួយ share ប្រសិនបើបងប្អូនមានចម្ងល់អ្វីពាក់ព័ន្ធនឹងបញ្ហាជើងបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានបាទជាចុងក្រោយមែនតើនោះគឺក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាបាទជួបប្រទះតែសេចក្តីសុខគ្រប់គ្នាបាទសូមថ្លែងអំណរគុណដល់ការតាមដានទស្សនារបស់បងប្អូនបាទសូមជម្រាបលា